បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូ Channel បញ្ញាបុត្រថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតមកបង្ហាញជូនពុកម៉ែបងប្អូនអំពីធ្មាយ៉ាបាទសូមបញ្ជាក់ជូនបាទនេះស្លឹកពុកម៉ែបងប្អូនបាទស្លឹកធ្មាយ៉ាបែបហ្នឹងបាទឃើញទេមិនដូចជាមួយធ្មាធំទេបាទនេះឲ្យបានច្បាស់បាទស្តៀងជាមួយនឹងកសាំងហើយដើមដែលធំនេះសបកបាទជារាងធំជាងកសាំងផងបាទហើយក៏សូមជម្រាបជូនពុកម៉ែបងប្អូនថាបើសិនជាចង់ប្រើប្រាស់នៅថ្នាំខ្មែរបុរាណផ្សេងសូមតាក់ទងមកខ្ញុំតាមលេខទូរស័ព្ទ097 31 13 046 ឬក៏អាចចូលមកកាន់ Facebook ឆៃលៀងឆៃលីនិង Page គ្រូសេងថ្នាំឆ្នាំងឬក៏ Telegram តាមរយៈលេខ097 31 13 046 បាទហើយក៏សូមបញ្ជាក់ជូនពុកម៉ែបងប្អូនថាធ្មាយ៉ាយើងអាចយកបានទាំងដើមទាំងស្លឹកទាំងឫសបាទការប្រើប្រាស់របស់គ្រូដតីគាត់ប្រើច្រើនយ៉ាងតែចំណែកខ្ញុំប្រើតែថ្នាំព្យាបាលកាពះពោះវៀនទេបាទអញ្ចឹងពុកម៉ែបងប្អូនអាចរកបានបាទតាមតំបន់ភ្នំក៏មានតាមវាលស្រែក៏មានជាពិសេសគឺតាមព្រៃល្បោះបាទតែកន្លែងដែលខ្ញុំថតនេះគឺព្រៃល្បោះដូចគ្នាដែរតែតំបន់ភ្នំបាទហើយក្នុងព្រៃពិបាកដើររកដោយសារតែដើមឈើនឹងឬកម្រដែរបាទតែកាលណាមានចាស់គាត់យកធ្វើថ្នាំអស់បាទដែលចឹងពិបាករកបាទអញ្ចឹងសូមជម្រាបជូនពុកម៉ែបងប្អូនប៉ុណ្ណឹងបើសិនជាមានចម្ងល់អីពុកម៉ែបងប្អូនអាចទាក់ទងមកបន្ថែមទៀតបានបាទសូមអរគុណ